សូមនមស្ការនិងចម្រើនពរហើយវីដេអូនេះផងដែរគឺថតនៅក្នុងថ្ងៃចូលឆ្នាំទី3នៃប្រពៃណីជាតិខ្មែរហើយនេះគឺពិធីដង្ហែព្រះពុទ្ធរូបដើម្បីយកទៅស្រង់ព្រះហើយវីដេអូនេះគឺថតនៅវត្តពុទ្ធរាំងសីហៅវត្តធំដែលស្ថិតនៅ Springvale ទីក្រុង Melbourne រដ្ឋ Victoria ប្រទេសអូស្ត្រាលីហើយមកដល់ទីនេះឃើញប្រជាជនខ្មែរយើងដែលគាត់រស់នៅទីនេះឬក៏ប្រជាជនខ្មែរដែលគាត់មកពីកម្ពុជាមករស់នៅឬក៏អ្នកកើតនៅទីនេះឃើញគាត់ព្យាយាមថែរក្សាវប្បធម៌ប្រពៃណីតកតងជាមួយនឹងពិធីបុណ្យចូលឆ្នាំនឹងយ៉ាងល្អប្រសើរផងដែរនេះគឺពិធីដង្ហែព្រះពុទ្ធរូបដើម្បីយកទៅស្រង់ព្រះយកទៅស្រង់ឃើញប្រជាជនយ៉ាងច្រើនហើយស្លៀកពាក់បែបប្រពៃណីនឹងគឺបានស្អាតហើយបានល្អប្រសើរយ៉ាងក្រៃលែងហើយនៅនេះចូលឆ្នាំខុសពីនៅប្រទេសកម្ពុជាដោយសារតែនៅនេះចូលឆ្នាំដោយច្រើនគឺគេរើសយកថ្ងៃសៅរ៍អាទិត្យអញ្ចឹងនៅនេះឆ្នាំនេះគឺចូលឆ្នាំហ្នឹងគឺនៅខ្មែរយើងចូលថ្ងៃទី14 15 16តែនៅនេះគេប្រពធ្វើគឺនៅថ្ងៃទី11 12 13ដោយសារតែប៉ះសុក្រសៅរ៍អាទិត្យហ្នឹងគឺប្រជាជនយើងសម្រាប់ពីការងារគឺចំថ្ងៃឈប់សម្រាកអញ្ចឹងទៅក៏ពិធីបុណ្យចូលឆ្នាំហ្នឹងក៏ធ្វើប្រពឲ្យចំថ្ងៃដើម្បីបានប្រជាជនគាត់បានឈប់សម្រាកហើយមានឱកាសបានមកវត្តមកវត្តអារាមដើម្បីបំពេញជាបុណ្យជាកុសលហើយមិនត្រឹមតែខ្មែរយើងទេសូម្បីតែជនជាតិបរទេសខ្លះហ្នឹងក៏គាត់មានភរិយាជាជនជាតិខ្មែរហ្នឹងក៏គាត់មកចូលរួមពិធីបុណ្យចូលឆ្នាំហ្នឹងផងដែរស្មានទៅផ្ទះអត់ហើយស្មានទៅផ្ទះអត់ហើយអាត្មាស្មានញោមទៅផ្ទះអត់តាអត់ទេញោមអត់ទេញោមនៅ អ
បន្ទាប់ពីពុទ្ធបរិស័ទគាត់បានដង្ហែព្រះពុទ្ធរូបបីជុំព្រះវិហារហើយក៏បានយកព្រះអង្គទៅទីកន្លែងដែលត្រូវស្រង់ព្រះហ្នឹងហើយនៅទីនេះមានទាំងចយាមមានទាំងអីមកទីនេះលើកដំបូងហើយឃើញពួកគាត់នៅទីនេះថែរក្សាវប្បធម៌ប្រពៃណីអញ្ចឹងទៅសប្បាយចិត្តហើយរំភើបសម្បីអ្នកវាយស្គរចយាមហ្នឹងក៏ជនជាតិគេដែរជនជាតិខ្មែរខ្លះជនជាតិគេខ្លះមកទៀតរហូតលោក សូមអនុមោទនាប្រតិស័ក្តិព្រះអង្គហើយបងប្អូនយើងមកនឹងសូមមេត្តា អរគុណណាស់សូមតែចូលរបស់នេះឲ្យបានថតរូបចប់លោកឡាយចប់នេះជាពិធីមួយដែលយើងលេងក្រុមជាយំថ្វាយព្រះអង្គនិងថ្វាយព្រះសម្មាសម្ពុទ្ធនិងថ្វាយព្រះសង្ឃទាំងអង្គណាសូមមានសម្ព័ន្ធសាព្រះពុទ្ធជាទីពឹងជាពងនឹងសពសតាព្រះនេះចូលវគ្គនមស្ការព្រះរតនត្រ័យរួចរាល់សមាទានសិលរួចរាល់ហើយក៏វគ្គដើម្បីស្រង់ទឹកពុទ្ធរូបបន្ទាប់ពីព្រះសង្ឃស្រង់ទឹករួចដល់វេនញាតិញោមពុទ្ធបរិស័ទក៏ស្រង់ទឹកព្រះម្ដងបន្ទាប់អំពីស្រង់ទឹកព្រះពុទ្ធរូបរួចហើយញាតិញោមពុទ្ធបរិស័ទហ្នឹងក៏បានយកទឹកហ្នឹងមកស្រង់លាងពហោលាងប្របាទចំពោះព្រះសង្ឃហើយសំពះសុំកម្មាទោសផងដែរឡើងមិនទៅខ្នោះ con chưaហើយវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងជាចុងក្រោយសូមខន្តីអភ័យទោសនិងសូមប្រគេនបុណ្យនិងជូនបុណ្យលោកម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្រប់រូបសូមអនុមោទនាសាត់មិញនាំដើរទៅហត់ទៅវត្តតានេះទៅ